ប្រហិតត្រីស្លាតយើងអាចឆ្នៃមុខម្ហូបធ្វើបរិយាប្រហិតចៀនឬមួយក៏ស្ងោប្រហិតឬមួយក៏ប្រហិតមូលឬក៏យើងប្រហិតកប៉ែតដែលយើងអាចថាធ្វើតាមចំណង់ចំណូលចិត្តបងប្អូនណាហើយថ្ងៃនេះខ្ញុំអត់បានធ្វើប្រហិតមូលប្រហិតកប៉ែតឬក៏ស្ងោប្រហិតអីទេគឺខ្ញុំមកធ្វើរបៀបថាប្រហិតខ្ចប់បន្លែណាបងប្អូនហើយក៏បន្លែយើងក៏មានអីច្រើនដែរគ្រាន់តែថាមានផ្កាស្ពៃបន្តិចហើយនឹងផ្សិតសបន្តិចឯងហើយក៏យើងលាងសម្អាតវាបានស្អាតជាមុនមកសិនមកយើង2 3ទឹកណាបន្ទាប់មកនេះមានគ្រឿងផ្សំរបស់វាមានខ្ជាយមានល្មៀតហើយនឹងខ្ទឹមសហើយនឹងថែមប៊ីចេងរ៉ូឌីម្សៅស៊ុបហើយនឹងអំបិលបន្តិចតួចមកព្រោះថាយើងបុកចូលគ្នាឲ្យម៉ត់រួចហើយក៏យើងដាក់ប្រហិតត្រីរបស់យើងដែលយើងបានទិញមកពីផ្សារណាប្រហិតនេះប្រហិតត្រីស្លាតឯងយើងបុកចូលគ្នាឲ្យម៉ត់ចូលមកក៏ថែមគ្រឿងក្រៅតាមចំណង់ចំណូលចិត្តបងប្អូនឯងនេះហើយក៏យើងបុកចុះបុកឡើងបុកចុះបុកឡើងឲ្យវាសព្វប្រហិតនឹងគ្រឿងដែលយើងបុកមុនណាឲ្យចូលសព្វចូលគ្នាទៅក៏យើងមើលតែសព្វចូលហើយក៏យើងមើលថាល្អិតស្អិតល្មន់ហើយក៏យើងយកអាផ្កាស្វ័យរបស់យើងដែលយើងបានហាន់បានចិតបានលាងសម្អាតរួចហើយក៏យើងយកមកផ្ដិតវាប៉ុនវាល្មុំចូលជំលមូចូលគ្នាដែរអូនិយាយទៅទៅមើលបដ ாய் បងប្អូនហើយព្រោះថាបើសិនជាយើងមិនរៀបរាប់ទេមានអារម្មណ៍ថាបងប្អូនគឺអត់សូវចូលចិត្តមើលអត់សូវចូលចិត្តអីទេបងប្អូនអើយបើសិនជាយើងមិនរៀបរាប់ថាធ្វើចេះធ្វើចុះណាខ្ញុំដឹងថាបងប្អូនគឺធ្លាប់ធ្វើធ្លាប់អីពីមុនមកទាំងអស់តែគ្នាឯងប៉ុន្តែអាការរៀបរាប់ហ្នឹងគឺជួនកាលក៏បច្ចេកទេសយើងវាខុសគ្នាបន្តិចបន្តួចហើយក៏ការធ្វើក៏យើងធ្វើអានេះមុនធ្វើអានោះមុនស្រាញ់យើងទេប៉ុន្តែចេញមកគឺប្រហិតដូចតែគ្នាហើយនឹងការខ្ចប់បន្លែហើយនឹងការជៀនការអីដូចតែគ្នាឯងហើយការខ្ចប់របស់យើងខ្ចប់ម្ដងមួយដើម្បីថាឲ្យវាស្អាតឲ្យវាអីដែរណាហើយនេះខ្ចប់ជាមួយនឹងផ្កាស្ពៃក៏យើងខ្ចប់វាឲ្យល្មូបន្តិចមកបើសិនជាយើងខ្ចប់វាជុំវិញពេកក៏មើលទៅក៏អត់ស្អាតដែរតែបងប្អូនខ្លះក៏គាត់ខ្ចប់មើលទៅក៏ស្អាតតំណងជាងខ្ញុំអីក៏ស្អាតជាងខ្ញុំដែរនេះឡើយតែរៀបរាប់ស្អាតចុះស្អាតឡើងនេះដល់វាខ្ចប់ចុងក្រោយហើយនេះក៏ផ្សិតសហើយនឹងផ្កាស្ពៃរបស់យើងក៏រួចរាល់ហើយខ្ចប់វាមើលទៅក៏ដល់ក៏តំណងមែនទេបងប្អូនហើយក៏បន្ទាប់មកនេះយើងក៏ចាក់ខ្លាញ់ចាក់អីវាបានក្តៅខ្ទះក្តៅខ្លាញ់អីក៏យើងដាក់វាម្ដងមួយចឹងមកម្ដងមួយហ្នឹងគឺយើងដាក់ថាយើងដាក់ស្ពៃមុនដាក់ស្ពៃដាក់ផ្សិតសមុនហ្នឹងព្រោះតែថាផ្សិតសវាមានជាតិទឹកមានអីខ្លះនៅនឹងផ្សិតហ្នឹងគឺយើងដាក់វាឲ្យវាស្រស់ខ្លាញ់ស្រស់អីដើម្បីថាបើសិនជាយើងមិនដាក់អានឹងមុនទេវាធ្វើឲ្យពេលដាក់ទៅថ្ងៃពេលក្រោយគេគឺផ្ទុះហើយបងប្អូននេះហើយក៏យើងមើលទៅក៏ឃើញថាវាឆ្អិនវាអីហើយក៏យើងលើកដាក់សម្រស់សិនមកនេះហើយដាក់សម្រស់សិនមកហើយក៏យើងដាក់ទុកវាមួយឡែកសិនដើម្បីសម្រស់ខ្លាញ់គឺយើងមកដាក់ស្ពៃផ្កាស្ពៃម្ដងណាព្រោះផ្កាស្ពៃវាអត់មានទុះអត់មានអីទេព្រោះវាអត់សូវមានទឹកមានអីណាព្រោះយើងដាក់មកក៏មើលទៅក៏ដល់ក៏គ្រាន់តែថាជៀនយ៉ាងចេះណាគឺឈ្ងុយដល់ផ្ទះ2ផ្ទះ3ដោយព្រោះក្លិនឈ្ងុយអាម្រះអាខ្ជាអីណាពួកនេះនិយាយតែខុសទេបងប្អូនសុំទោសបើសិនជាស្ដាប់ទៅវាមើលទៅវាខុសឆ្គងយ៉ាងណាក៏កាន់តែភ័យទៅផងព្រោះការបញ្ចូលសលេងនេះក៏វាមើលទៅក៏វាមិនសមវាមិនអីសុំកាន់តែភ័យទៅផងនេះហើយគឺយើងប្រែចុះប្រែឡើងមកឡើងតែរៀបរាប់សុំអីក៏នេះមកដល់ក៏បងប្អូនដល់វាចិត្តខ្លោចចិត្តអីហើយប៉ុន្តែមិនមែនខ្លោចទេណាបងប្អូនវាក្រហមវាអីទៅវាធ្វើឲ្យយើងមើលទៅក៏ស្វិតមែនទែនគេហៅថាប្រហិតត្រីស្លាតគឺធ្វើពេលណាយើងបុកយូរពេលណាគឺស្វិតពេលហ្នឹងឯងបងប្អូននេះហើយក៏យើងស្រង់ម្ដងមួយដាក់លើកញ្ច្រែងដើម្បីសម្រាប់ទឹកមកមើលទៅក៏ដល់ក៏ឃើញតែធ្វើសម្បល់ក៏រសជាតិគឺលេបទឹកដិតក្អឺបដោយហើយក្លិនក៏ឈ្ងុយមែនទែននេះហើយនេះខ្ញុំដល់វគ្គមកថាចាក់នឹងលើលចេកហើយនឹងដើម្បីភ្លក់ឲ្យបងប្អូនទស្សនាឲ្យបងប្អូននេះឃើញទេអូដល់ក៏លលើបលងមើលទៅក៏រសជាតិគឺអេមបដ ாய் គឺថាមិនអោយថាខកបំណងទេអ្វីដែលយើងខំប្រឹងហូបខ្មែរគឺអញ្ចឹងឯងពេលណាដែលយើងញ៉ាំទៅគឺមានរសជាតិឆ្ងាញ់បដ ாய் ហើយក៏អញ្ជើញទស្សនាពីការហូបរបស់ខ្ញុំដូចតទៅបងប្អូនអើយនេះអូដល់ក៏តំណងមែនទេនៅលើបលងមកហូបខ្មែរបងប្អូនហើយនេះប្រហិតយើងធ្វើពីដៃសុតហ្មងអាកុសអាធ្វើក៏ធ្វើអាច្បាច់បុកអីតែនឹងដៃដែរហើយនេះមើលទៅបងប្អូនគ្រាន់តែថាសុំបីតារុយក៏វាមកតោងដែរហើយជលក់នេះជាតិពេកទឹកជលក់នេះបងប្អូនអើយរុយឈ្ងុយដែរណាអូនេះខ្ញុំខ្ចប់ផ្កាស្ពៃឡើយចិត្តធឹងrồiស្វិតល្អមែនទេចិត្តបើជឿចិត្តមកអស់អ្នកក្រោយដែរមកយកទឹកសឹកអូយดูวิว
hơi mặn em